ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំសូមមកបង្ហាញតកតងជាមួយនឹងការធ្វើដំណាប់ពេញប៉ោះឈើរីណាចាអញ្ចឹងនាងខ្ញុំមានពេញប៉ោះឈើរីចំនួន3គីឡូកន្លះចាអញ្ចឹងបញ្ជាក់ផងដែរសម្រាប់ពេញប៉ោះឈើរីនេះគឺជាពេញប៉ោះដែលនាងខ្ញុំដាំដោយផ្ទាល់ដៃប៉ុន្តែដោយសារតែយើងដាំនៅខាងក្រៅរោងអញ្ចឹងពេលធ្វើទឹកភ្លៀងច្រើនវាមានសភាពប្រេះបែកអញ្ចឹងហើយយើងគ្រឹះតែល្អសម្រាប់អតិថិជនហើយអាណាអត់ល្អយើងយកមកធ្វើជាដំណាប់ពេញប៉ោះអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងនៅពេលដែលឆ្លៀតចិត្តពេញប៉ោះនោះយើងគ្រាប់ចេញនោះយើងក៏មកលាយជាមួយនឹងទឹកកបោរបស់យើងសិនអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងដោយបរិមាណដែលនាងខ្ញុំបានបង្ហាញនៅក្នុងវីដេអូនឹងអញ្ចឹងចាហើយហេតុអីបានយើងត្រូវលាយពេញប៉ោះជាមួយនឹងទឹកកបោដោយសារតែពេលដែលយើងដាក់វាត្រាំជាមួយទឹកកបោទៅវាធ្វើឲ្យពេញប៉ោះយើងឡើងសភាពរឹងពេលដែលយើងយកទៅឆឹងជាមួយស្ករទៅធ្វើដំណាប់ហ្នឹងវាអត់បែកណាពុកម៉ែបងប្អូនចាអញ្ចឹងពេញប៉ោះ3គីឡូកន្លះនេះពេលដែលវាយកក្របចេញហើយពេលដែលយើងងួតវាឲ្យវាហៅថាដាច់ទឹកណាពុកម៉ែបងប្អូនគឺមិនសោះតែ1គីឡូអីទេចាហើយអញ្ចឹងសម្រាប់ពេញប៉ោះនេះវាអត់សូវសបោគ្រាប់ប្រហែលទេពូជដែលនាងខ្ញុំដាំណាចាប៉ុន្តែគាត់ថាយើងក៏ត្រូវលាងសម្អាតវាច្រើនទឹកដែរពុកម៉ែបងប្អូនចាដូចអ្វីដែលនាងខ្ញុំបានបង្ហាញនៅក្នុងវីដេអូអញ្ចឹងពុកម៉ែបងប្អូនចាហើយបើសិនជាពេញប៉ោះខ្លះវាអាចមានគ្រាប់ច្រើនអញ្ចឹងពុកម៉ែបងប្អូនត្រូវតែលាងសម្អាតយកគ្រាប់ខាងក្នុងនោះឲ្យអស់អញ្ចឹងណាចាហើយអញ្ចឹងពេលដែលនាងខ្ញុំលាងសម្អាតនាងខ្ញុំទុកឲ្យរៀងស្រស់ទឹកបន្តិចហើយយើងងាកមកមើលទឹកកបោរបស់យើងក៏រងថ្លាល្អអញ្ចឹងយើងអាចយកមកលាយជាមួយនឹងពេញប៉ោះរបស់យើងបានចាអញ្ចឹងពេលដែលយើងចាក់វាហើយគឺល្មមតែម្ដងពុកម៉ែបងប្អូនហើយត្រាំទុកមួយយប់ទៅចាចាំស្អែកឡើងយើងស្រង់យកមកប្រើតែម្ដងចាយកមកធ្វើដំណាប់តែម្ដងអញ្ចឹងពុកម៉ែបងប្អូនអាចមើលបានចាដំណាប់ពេញប៉ោះឬក៏ផ្លែពេញប៉ោះហ្នឹងពេលដែលយើងត្រាំជាមួយនឹងកបោទៅឃើញសភាពវាឡើងរឹងល្អមែនតើចាហើយគប់សំនៅពេលដែលយើងធ្វើពុកម៉ែបងប្អូនត្រូវតែប្រយ័ត្នដែរកុំកូរខ្លាំងពេកណាអញ្ចឹងយើងគួរតែធ្វើវាថ្នមចាហ្នឹងហើយអញ្ចឹងមិនថានាងខ្ញុំចាក់ពីទឹកកបោមួយយប់ហ្នឹងនាងខ្ញុំយកទៅធ្វើដំណាប់ភ្លាមតែម្ដងទេគឺយើងត្រូវយកមកលាងយ៉ាងហោចណាស់ក៏3ទឹកអីទៀតដើម្បីឲ្យបាត់ក្លិនកបោពុកម៉ែបងប្អូនចាដូចនៅក្នុងវីដេអូដែលនាងខ្ញុំបង្ហាញហ្នឹងគឺមានច្រើនលាងច្រើនដងមែនតើពុកម៉ែបងប្អូនអញ្ចឹងពេលដែលនាងខ្ញុំបានលាងសម្អាតរួចរាល់ហើយគឺនាងខ្ញុំទុកឲ្យស្រស់ទឹកបន្តិចសិនណាពុកម៉ែបងប្អូនចាហើយចាំយកទៅដាក់លើខ្ទះចាខ្ទះហ្នឹងពេលដែលយើងចាក់ពេញប៉ោះហើយគឺយើងចាក់ស្ករចូលតែម្ដងក៏បានដែរអញ្ចឹងណាពុកម៉ែបងប្អូនចាអធិស្ឋាននៅវីដេអូនេះនាងខ្ញុំអត់បានបង្ហាញតាក់ទងជាមួយនឹងការដាក់ស្ករណាអញ្ចឹងសម្រាប់ស្ករនាងខ្ញុំប្រើតែកន្លះគីឡូទេដើម្បីកុំឲ្យផ្អែមពេកណាហ្នឹងហើយអញ្ចឹង3គីឡូកន្លះគឺនាងខ្ញុំលាយស្ករតែកន្លះគីឡូទេចាអញ្ចឹងសម្រាប់ពេញប៉ោះធ្វើដំណាប់ពេញប៉ោះហ្នឹងគឺយើងត្រូវប្រើពេលយូរហើយក៏ត្រូវប្រើពេលក្នុងការកូរវាចុះកូរវាឡើងរហូតដល់ដាច់ទឹកឡើងសភាពបែបហ្នឹងពុកម៉ែបងប្អូនចាអញ្ចឹងបើសិនជាអ្នកខ្លះគាត់អាចធ្វើទៅរៀងស្ងួតជាងនាងខ្ញុំប៉ុន្តែនាងខ្ញុំដាក់តែប៉ុណ្្នឹងទេចាហើយនេះនៅពេលដែលវាត្រជាក់ហើយគឺនាងខ្ញុំចាប់ផ្ដើមដួសដាក់ក្នុងកំប៉ុងណាកំប៉ុងជ័រក្បានកំប៉ុងថ្មក្បានចាសំខាន់ដោយសារតែនេះវាត្រជាក់ហើយទើបនាងខ្ញុំប្រើជាកំប៉ុងជ័រចាហើយមើលទៅក្រាន់បាដែរពុកម៉ែបងប្អូនចាហើយយើងអាចហូបជាមួយនឹងកាហ្វេឬមួយក៏ទឹកតែក៏បានដែរសម្រាប់ជាអាហារសម្រន់អីចឹងណាពុកម៉ែបងប្អូនចាហើយវាអត់ផ្អែមពេកទេដោយសារតែស្ករដូចនាងខ្ញុំបញ្ជាក់ចឹងគឺតែកន្លះគីឡូទេប៉ុន្តែបើសិនជាពុកម៉ែបងប្អូនចង់បានផ្អែមអាចដាក់ស្ករ1គីឡូ2គីឡូតាមចំណង់ចំណូលចិត្តចាអរគុណសម្រាប់ការតាមដានទស្សនាចាអរគុណច្រើនជម្រាបលាបាយបាយ